សូមគោរពបាទសម្ដេចបាទអាដាមលោកជំទាវលោកលោកស្រីបាទសូមគោរពដល់សម្ដេចព្រះសង្ឃរាជបាទសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គបាទមកជួបជាមួយនឹងខ្ញុំបាទរស់មិនយូរហើយប្រុសស្អាតនេះបាទតែងតែផ្សព្វផ្សាយពីបញ្ហានានាបាទបញ្ហារឿងអទាន់ហេតុការណ៍បាទឥឡូវនេះយើងមានរឿងដ៏រន្ធត់មួយទៀតហើយប្រិយមិត្តទូទស្សនិកជនបាទមានបាទបរិសម្នាក់ថាណាបាក់បង្កពួកណាបង្ករឿងយកកំបិតបាទតាំងតោបាទទៅសម្លៀងប្រិយមិត្តបាទយកកំបិតតាំងតោនេះយកទៅអាកក្មួយស្រីបាទសម្រាប់ចោលតែម្ដងរួចក៏មិនអស់ចិត្តទេប្រិយមិត្តទូទស្សនិកជនពោះម្ដាយក្មួយស្រីហ្នឹងនៅហ្នឹងក៏ទាញកំបិតតាំងតោហ្នឹងបាទនេះតាមសម្ដីរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរភូមិផងលបងជាមួយហ្នឹងបាទក៏ទាញកំបិតបាទតាំងតោហ្នឹងទៅកាប់បាទអាកសម្រាប់ម្ដាយបាទទៀតក៏ស្រាប់តែបាទម្ដាយក្មួយស្រីជនរងគ្រោះហ្នឹងក៏យកដៃទៅបាទរងបាទទៅរងទៅក៏បែរជាត្រូវដៃរបស់គាត់វិញបាទតាមសម្ដីរបស់ប្រជាពលរដ្ឋបានឲ្យដឹងថាអញ្ចេះទៀតប្រិយមិត្តទូទស្សនិកជនបាទរឿងនេះវារន្ធត់ឲ្យគួរឲ្យរន្ធត់ចូលអត្តមែនតែនប្រិយមិត្តទូទស្សនិកជនយើងបាទតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋលោកបាននិយាយចេះទៀតលោកថាចេះពេលដែលអាកក្មួយនោះបាទស្លាប់ហើយក៏ប៉ុនប៉ងបាទយកកំបិតតាំងតោនោះមកអាកម្ដាយទៀតបាទតែម្ដាយនោះគាត់បាទក៏វាសដៃទៅក៏ត្រូវដៃបាទបែរជាមិនត្រូវកកគាត់ទេបាទវារងរបួសធ្ងន់អីចឹងទៅហើយបាក់បង្កពួកនោះបាទក៏គិតថាចេះបាទឥឡូវនេះគឺអាកក្មួយស្រីនឹងស្លាប់បាត់ទៅហើយបាទនៅទៀតក៏មានតែជាប់គុកទេក៏គិតប៉ុនប៉ងយកកំបិតតាំងតោនឹងមកអាកសម្រាប់ខ្លួនឯងបាទតែវាអត់ទាន់ងាប់ទេប្រិយមិត្តបាទអត់ទាន់ងាប់ទេក៏លោតពីលើបាទផ្ទះនោះប្រិយមិត្តផ្ទះលោតពីលើផ្ទះហ្នឹងលោតមកសម្រាប់ខ្លួនឯងនៅខាងក្រោមនេះទៀតប្រិយមិត្តទូទស្សនិកជនបាទរឿងដ៏គួរឲ្យរន្ធត់នេះបានកើតនៅបាទសង្កាត់ស្រះចកបាទខណ្ឌដូនពេញបាទខណ្ឌដូនពេញរាជធានីភ្នំពេញបាទកាត់ស្រះចកនោះបាទនៅវេលាម៉ោងបាទ12:30 នាទីបាទថ្ងៃត្រង់ថ្ងៃទី1បាទខែកក្កដាឆ្នាំ2025បាទកើតហេតុនេះគឺរន្ធត់យកតែមែនតែនប្រិយមិត្តទូទស្សនិកជនបាទជាតកដែលសម្រាប់ក្មួយស្រីខ្លួនឯងនេះគឺជាបាទតាមប្រភពរបស់ប្រជាពលរដ្ឋហ្នឹងគូបានឲ្យដឹងថាចេះប្រិយមិត្តទូទស្សនិកជនបាទលោកបាននិយាយចេះទៀតពេលដែលសម្រាប់បាទអាកក្មួយហើយហ្នឹងក៏លោតចុះមកបាទពីលើនោះប្រិយមិត្តនោះយើងឃើញហើយស្រាប់ហើយបាទពីលើផ្ទះនោះលោតប៉ុនប៉ងសម្រាប់ខ្លួនឯងទៀតបាទវាយគាត់គិតថាចេះគាត់គិតថាបើគាត់នៅបាទប្រកាសជាជាប់គុកគ្មានថ្ងៃចេញនោះទេបាទអញ្ចឹងក៏គិតថាមានតែសម្រាប់ខ្លួនឯងនេះប្រិយមិត្តបាទហេតុការណ៍នេះបង្កើតឲ្យមានការភ្ញាក់ផ្អើលបាទយកតែមែនតែនបាទនៅសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញបាទខ្ញុំបាទរស់មិនយូរហើយប្រុសស្អាតបាទផ្សព្វផ្សាយតែរឿងទាន់ហេតុការណ៍រឿងថ្មីតែម្ដងសូមអរគុណសូមគោរពលា